បន្ទាប់ពីមនុស្សជាតិរួញតូច 2000 ដងរាងកាយคล้ายជាទំហំដូចស្រមោច 35 នាក់រយៈពេល 4 ឆ្នាំកាកសំណល់ដែលផលិតបានមានទំហំប៉ុនថង់មួយប៉ុណ្ណោះសូម្បីតែកន្លែងរស់នៅដែលពួកគេកាន់កាប់វាគ្រាន់តែជាភូមិតូចមួយដែលមានទំហំ77ម៉ែត្រការ៉េប៉ុណ្ណោះប៉ុន្តែមនុស្សភាគច្រើនរួញតូចមិនមែនដើម្បីបន្ធូរបន្ថយសម្ពាធប្រជាជនលើភពផែនដីទេប៉ុន្តែដើម្បីសម្រាប់បន្ទុកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងណាមិញដរាបណាអ្នកคล้ายជាមនុស្សដែលរួញតូចធ្លាប់មានលុយ10,000 ដុល្លារអាចคล้ายជាមួយលានក្នុងពេលតែមួយទោះបីជាអ្នកចង់ទិញគ្រឿងអលង្ការថ្លៃក៏ដោយវាមានតម្លៃត្រឹមតែ2-3 ដុល្លារប៉ុណ្ណោះសៀវសួយសំលឹងមើលការណែនាំនៅពីមុខគាត់បេះដូងខ្ញុំគ្រាន់តែមានអារម្មណ៍ក្តៅព្រោះគាត់ធ្វើការទាំងយប់ទាំងថ្ងៃគ្រប់គ្រាន់ហើយគាត់ចង់សម្រាកនៅក្នុងពិភពតូចមួយដូច្នេះគាត់បាននាំប្រពន្ធរបស់គាត់ទៅការិយាល័យចុះបញ្ជីបន្ទាប់ពីការពិនិត្យឡើងវិញដោយបុគ្គលិកតាមពិតពួកគេរកឃើញថាខ្លួនឯងមានទ្រព្យសម្បត្តិចំនួន150,000នោះបកប្រែទៅជាពិភពលោកខ្នាតតូចចំនួន15លានអ្នកនោះមានន័យថាពួកគេមិនចាំបាច់ធ្វើអ្វីទាំងអស់អ្នកអាចក្លាយជាមហាសេដ្ឋីដោយផ្ទាល់ដូច្នេះអ្នកទាំងពីរបានលក់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេបន្ទាប់ពីការជួបជុំចុងក្រោយជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិគាត់បានដោះចិញ្ចៀននៅលើម្រាមដៃរបស់គាត់ចេញត្រៀមខ្លួនសម្រាប់ការវះកាត់បន្ថយជាបន្តបន្ទាប់មុនពេលការវះកាត់ចាប់ផ្ដើមពួកគេត្រូវការរស់នៅម្ដងហើយម្ដងទៀតខ្ញុំមានឆន្ទៈក្នុងការធ្វើឲ្យរួញតូចដែលមិនអាចត្រឡប់វិញបានបន្ទាប់មកពួកគេនឹងត្រូវចាក់ថ្នាំស្ពឹកយកសក់ទាំងអស់ចេញពីរាងកាយរបស់អ្នកទាញធ្មេញរឹងទាំងនោះចេញហើយបន្ទាប់មករុញចូលទៅក្នុងចំហាយមីក្រូវេវដ៏ធំមួយបុគ្គលិកសុខាភិបាលនឹងសម្របខ្លួនទៅនឹងសីតុណ្ហភាពត្រឹមត្រូវរងចាំ30នាទីពេលឮសំឡេងរ៉ូតវាមានន័យថាការវះកាត់បានបញ្ចប់ហើយបន្ទាប់មកគិលានុបដ្ឋាយិកានឹងចូលទៅក្នុងបន្ទប់ម្ដងទៀតបង្រួមមនុស្សតូចទាំងនោះរាប់មិនអស់រញទេសដោយប្រុងប្រយ័ត្នបន្ទាប់មកពួកគេនឹងត្រូវដំឡើងឡើងវិញធ្មេញទាំងនោះដែលត្រូវបានកែច្នៃយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកគ្រាន់តែរងចាំការភ្ញាក់ពេលជ្រាវជ្រៅភ្ញាក់ពីដំណេកម្ដងទៀតគាត់មិនអាចជួយអ្វីបានក្រៅពីរើធ្មេញរបស់គាត់បន្ទាប់មកគាត់បានមើលដោយប្រុងប្រយ័ត្នទៅប្អូនប្រុសតូចរបស់គាត់ពេលនោះរឿងនេះកើតឡើងជាមួយនឹងខូឃីដ៏ធំមួយហើយជាក់ស្ដែងវាធំល្មមសម្រាប់គាត់ញ៉ាំបានពេញមួយថ្ងៃប៉ុន្តែឥឡូវនេះជ្រាវជ្រៅលែងបារម្ភពីអាហារទៀតហើយអ្វីដែលគាត់ចង់ដឹងបំផុតនោះគឺហេតុអ្វីបានជាប្រពន្ធខ្ញុំមិននៅក្បែរខ្ញុំមិនយូរប៉ុន្មានសៀវសួយបានទទួលការហៅទូរស័ព្ទមួយលុះត្រាតែគាត់ដឹងថាប្រពន្ធរបស់គាត់បានក្បត់គាត់បង្ហាញថាគាត់ព្រួយបារម្ភអំពីដើមឈើដែលរួញតូចគាត់ក៏មិនចង់បោះបង់ចោលសាច់ញាតិនិងមិត្តភ័ក្តិរបស់គាត់នៅក្នុងពិភពពិតដែលប្រពន្ធស្រែកដោយមានកំហុសប៉ុន្តែជ្រាវជ្រៅកាន់តែឆាប់ខឹងនៅពេលដែលគាត់ទៅថាអ្នកខឹងខ្ញុំជាអ្នកឆ្លោះអ្នកគ្រាន់តែហៅសៀវសួយបានមកដល់ពិភពខ្នាតតូចតែម្នាក់ឯងបែបនេះអ្វីទាំងអស់នៅទីនេះគឺស្រស់ស្អាតណាស់មានកន្លែងទំនេរច្រើនសម្រាប់លេងវីឡាដ៏ធំសម្រាប់ភាពរីករាយផ្ទាល់ខ្លួនរបស់អ្នករឿងដែលធ្វើឲ្យគាត់ពិបាកចិត្តនោះគឺគាត់នៅតែម្នាក់ឯងពេលគាត់ឃើញចិញ្ចៀនរៀបការរបស់ពួកគេខ្ញុំចាប់ដើមមានអារម្មណ៍ឆេវឆាវជាងមុនដោយសារតែការរួញតូចគឺមិនអាចត្រឡប់វិញបានគាត់ត្រូវបានកំណត់ឲ្យចំណាយពេលពេញមួយជីវិតរបស់គាត់នៅទីនេះនេះក៏មានន័យថាអ្នកទាំងពីរអាចបែកគ្នាបានតែម្ខាងប៉ុណ្ណោះពេលមេធាវីរកឃើញជ្រាវជ្រៅគាត់អាចចុះហត្ថលេខាបានតែឈ្មោះរបស់គាត់ប៉ុណ្ណោះធំតាមដែលអ្នកអាចធ្វើបានដាសានគិតថាគាត់បានមកដល់ពិភពលោករបស់នេមីហើយអ្នកអាចដេកបានយ៉ាងងាយស្រួលប៉ុន្តែការពិតបានធ្វើឲ្យគាត់ទេកំភ្លៀងគ្រាន់តែដោយសារតែថ្ងៃនៅទីនេះគឺធម្មតាពិភពលោកក៏មិនខុសគ្នាដែរខ្ញុំនៅតែមិនអាចគេចផុតពីជីវិតការងាររបស់996ជារៀងរាល់ថ្ងៃបានទេដើម្បីជំនួសការក្បត់របស់ប្រពន្ធគាត់របួសផ្លូវចិត្តដែលបង្កឡើងចំពោះខ្លួនឯងដាសានបានសម្រេចចិត្តចាប់ផ្ដើមទំនាក់ទំនងថ្មីគាត់បានជួបនារីម្នាក់ដែលសុភាពរាបសារនិងគួរឲ្យស្រឡាញ់ប៉ុន្តែគ្រាន់តែពេលដែលអ្នកទាំងពីរកំពុងណាត់ជួបយ៉ាងផ្អែមល្ហែមស្រាប់តែមានសម្លេងក្រហមពីជាន់លើភ្នំខឹងសម្បាបានប្រញាប់ប្រញោលទៅយកភ្លាមវាជាការស្ដីបន្ទោសដ៏ធំមួយនៅលើដំបូលទោះបីជានៅជាន់លើចុះមកសុំទោសដោយស្មោះក៏ដោយការបរិច្ឆេទរវាងអ្នកទាំងពីរនៅតែបញ្ចប់យ៉ាងអាក្រក់នេះបានធ្វើឲ្យ Deshen ធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងម្ដងទៀតដូច្នេះដើម្បីបន្ធូរបន្ថយសម្ពាធគាត់ក៏បានឡើងមកជាន់លើដែរចូលរួមពិធីជប់លៀងដែលភីគីមខាងទៀតកំពុងរៀបចំខ្ញុំមិននឹកស្មានថានឹងបានជួបមិត្តចាស់នៅក្នុងពិធីជប់លៀងនោះទេភីគីមខាងទៀតនិយាយយ៉ាងម៉ឺងម៉ាត់ខ្ញុំមកលើលភិតដើម្បីខ្លាចជាអ្នកមានប្រសិនបើសំបីតែគោលដៅដ៏សាមញ្ញបំផុតនេះមិនអាចសម្រេចបានតែចំណុចនៃការរួញតូចគឺជាអ្វីពាក្យទាំងនេះចាក់ទម្លុះចូលទៅក្នុងបេះដូងនៃភ្នំដូចជាកាំបិតគាត់បានព្យាយាមផឹកស្រាដើម្បីបំបត្តិទុក្ខព្រួយរបស់គាត់ស្ថិតក្នុងភាពស្រពេចស្រពើគាត់ហាក់ដូចជាបានឃើញរូបរាងរបស់ប្រពន្ធគាត់នៅចំពោះមុខគាត់លេចចេញជារូបរាងរហូតដល់ថ្ងៃបន្ទាប់នៅពេលដែលអ្នកសម្អាតបានមកសម្អាតដាសានទើបតែដឹងខ្ញុំកំពុងដេកផ្ញើនៅផ្ទះអ្នកជិតខាងនៅក្នុងភាពច្របូកច្របល់សំណួរមួយបានលេចឡើងភ្លាមចំពោះគាត់ចាប់តាំងពីខ្ញុំមកដល់ពិភពលោកតូចមួយនេះហេតុអ្វីនៅតែដូចដើមធ្វើការយ៉ាងលំបាកបែបនេះនៅក្នុងការពិតបន្ទាប់មកបរិះអ្នកមាននៅខាងបានឃើញការភ័ន្តច្រឡំរបស់គាត់បើកមាត់របស់អ្នកហើយពន្យល់ថាយើងមកទីនេះមិនមែនគ្រាន់តែសម្រាប់ការសប្បាយនោះទេប៉ុន្តែដើម្បីធ្វើអាជីវកម្មនិងរកលុយបានកាន់តែប្រសើរដូច្នេះជាឧទាហរណ៍នៅក្នុងពិភពពិតបារីស៊ីកាមួយដើមមានតម្លៃ$30មាននៅទីនេះប៉ុន្តែអ្នកអាចកាត់ស៊ីកាមួយជា$3000ដុំគាត់អាចរកចំណូលបានច្រើនជាង$1ដល់ទៅ100ដងក្នុងមួយដំបងដាសានស្រាប់តែដឹងខ្លួនពេលឬដូច្នោះនេះជារបៀបដែលខ្ញុំយល់ពីការគិតរបស់ខ្ញុំជាមួយអ្នកមានតើភាពខុសគ្នាធំប៉ុណ្ណាពេលនោះភ្លាមនោះគាត់បានកត់សម្គាល់ឃើញមីងសម្អាតកំពុងដើរជាងម្ខាងហាក់ដូចជាមិនសូវមុតទេដោយសារខ្ញុំជាគ្រូពេទ្យនៅក្នុងពិភពពិតដោយសារតែទម្លាប់វិជ្ជាជីវៈគាត់បានផ្ទុយផ្ដើមសួរអំពីស្ថានភាពនេះប៉ុន្តែនៅពេលដែលគាត់ដើរតាមភីគីមខាងទៀតទៅផ្ទះទស្សនវិជ្ជានៅចំពោះមុខធ្វើឲ្យគាត់ងឿងឆ្ងល់ដោយមិននឹកស្មានដល់នៅក្នុងពិភពលោកដ៏តាក់ទាញនេះមាន favela ជាច្រើនអ្នកស្រុកនៅទីនេះខ្ញុំគ្មានលទ្ធភាពទិញទូរទស្សន៍ផងខ្ញុំអាចត្រឹមតែច្របាច់ចូលទៅក្នុងទីលានបាត់ចំហដើម្បីមើលការព្យាករណ៍របស់គ្រូប៉ុណ្ណោះបរិស្ថានដែលស្ត្រីរស់នៅវារញ៉ៃញ៉ៃមិនគួរឲ្យជឿវាងឹតហើយសើមមានក្មេងស្រីម្នាក់កំពុងស្លាប់នៅលើគ្រែឈុតនេះធ្វើឲ្យភ្នំមនុស្សទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបុរសនោះបានរួនខ្លួនរាប់ម៉ឺនដងទៅកាន់ពិភពនារីភ្ញាក់ផ្អើលពេលរកឃើញមានតំបន់អនាធិបតេយ្យឲ្យលាក់ខ្លួននៅទីនេះហើយបរិស្ថាននៅខាងក្នុងអាចចុកខ្វក់តែប៉ុណ្ណោះអន់ណាស់មិនអាចពណ៌នាបានហើយក្មេងស្រីរស់នៅក្នុងមួយក្នុងចំណោមពួកគេនៅក្នុងផ្ទះដ៏ចង្អៀតមួយដើម្បីជួយមិត្តស្រីរបស់ខ្ញុំឲ្យជាសះស្បើយនាងបានអញ្ជើញ Deshen ទៅផ្ទះរបស់នាងប៉ុន្តែ Deshen បានដឹងបន្ទាប់ពីការត្រួតពិនិត្យខ្លះមិត្តល្អបំផុតរបស់ខ្ញុំមានជំងឺមហារីកគ្មានអ្វីដែលគាត់អាចធ្វើបានអំពីវាទេរឿងតែមួយគត់ដែលត្រូវធ្វើគឺយកថ្នាំមកជាមួយកាត់បន្ថយការឈឺចាប់របស់គាត់បន្ទាប់មកនៅក្នុងទំនាក់ទំនងបន្ទាប់ដាសានបានរកឃើញបន្តិចម្ដងថាចិត្តរបស់ស្ត្រីមានចិត្តល្អជាពិសេសរាល់ពេលដែលខ្ញុំជួបនរណាម្នាក់សុំទាននៅតាមផ្លូវគាត់នឹងយកអាហារតិចតួចដែលគាត់មានចេញចែករំលែកគ្នាទៅវិញទៅមកសេចក្តីសប្បុរសនេះបានធ្វើឲ្យ Deshen រំជួលចិត្តយ៉ាងខ្លាំងដូច្នេះគាត់បានស្នើជួសជុលជើងសិប្បនិមិត្តសម្រាប់ឆេវមេគ្រាន់តែគាត់ចាប់ផ្ដើមជួសជុលវាខ្ញុំមិនអាចជួយអ្វីបានក្រៅពីសួរសំណួរមួយចំនួនទៀតខ្ញុំទើបតែដឹងមិត្តល្អបំផុតចុងក្រោយដែលគាត់បានឃើញបានទទួលមរណភាពហើយឬដំណឹងដ៏គួរឲ្យភ័យខ្លាចបែបនេះគាត់ញ័រខ្លួនមួយសន្ទុះជាលទ្ធផលចំណុចទាញត្រូវបានខូចខាតប៉ុន្តែឆេវមេត្រូវតែចាប់ផ្ដើមសម្អាតនៅពេលនេះគ្មានវិធីផ្សេងទៀតទេដាសានគ្មានជំរឿអ្វីក្រៅពីដឹកប្អូនប្រុសរបស់គាត់ទៅធ្វើការទេប៉ុន្តែកុំជួបអ្នកជិតខាងអ្នកមានរបស់គាត់នៅទីនេះមើលពួកគេចុះក្រោមហើយចេញទៅក្រៅអ្នកមានទ្រព្យសម្បត្តិបានបង្ហាញពីឆន្ទៈក្នុងការជួយពួកគេហើយពួកគេបាននិយាយថាពួកគេកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់អង្គតាក់ទិកគ្រាន់តែនឹកបុគ្គលិកសុខាភិបាលដូចជា Deshen សៀវមីបានឮថាភ្ន
ភ្នំនេះកំពុងធ្វើដំណើរទៅឆ្ងាយម្ល៉េះសម្រាប់ចិត្តទៅជាមួយគាត់ភ្លាមបន្ទាប់មកមនុស្សជាច្រើនអ្នកបានជិះទូកជាមួយគ្នាទៅកាន់គោលដៅរបស់ពួកគេនៅពេលយប់នៅពេលដែលលោក Paul បានម៉ាសាជើងលោក Chen Yellen ខ្ញុំមិនអាចជួយថាបានទេខ្ញុំមិននឹកស្មានថា Pekim ខាងទៀតនឹងចង់បានដូចគ្នានោះទេអ្នកទាំងពីរបានចាប់ផ្ដើមស៊េរីមួយយ៉ាងឆាប់រហ័សសកម្មភាពរីករាយនៅព្រឹកបន្ទាប់ទូសេនមានទឹកមុខបែបនេះពេលឃើញពួកគេពីរបីថ្ងៃក្រោយមកហើយពួកគេបានចូលមកក្នុងសហគមន៍របស់លោកវិជ្ជបណ្ឌិត Jojen លោកវិជ្ជបណ្ឌិត Hai Hill ជឿជាក់ថាធម្មជាតិបច្ចុប្បន្នប្រព័ន្ធអេកូឡូស៊ីកាន់តែអាក្រក់ទៅមនុស្សជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជដើម្បីការពារការរស់រានមានជីវិតរបស់មនុស្សគាត់មានគុំរងនាំសមាជិកសហគមន៍ចូលទៅក្នុងសហគមន៍ជាមុនរចនាបន្ទប់ក្រោមដីឃ្លាំងក្រោមដីនេះវាត្រូវបានបំពាក់ដោយនំប៉័ងសម្រាប់ដាំដុះអាហារពន្លឺព្រះអាទិត្យសិប្បនិមិត្តនិងកន្លែងរស់នៅធំទូលាយវាងាយស្រួលក្នុងការផ្ដល់កន្លែងរស់នៅសម្រាប់មនុស្សជំនាន់ក្រោយបន្ទាប់ពីបរិស្ថានផ្ទៃមានស្ថិរភាពពួកវានឹងបង្កើតមួយផ្សេងទៀតពលខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះភាពក្លាហាននិងការលះបង់របស់មនុស្សទាំងនេះសម្រាប់ចិត្តធ្វើតួនាទីរបស់ខ្ញុំដើម្បីជួយសង្គ្រោះមនុស្សជាតិគាត់គិតថាខ្ញុំបានរស់នៅជីវិតរបស់ខ្ញុំសម្រាប់ពេលនេះដូច្នេះខ្ញុំបានដើរលើផ្លូវរួមក្រោមដីដែលនាំទៅដល់បន្ទប់ក្រោមដីទោះជាយ៉ាងណាក៏ដោយ Chen Yellen និង Thasent បានព្យាយាមបញ្ចុះបញ្ចូលផលពីព្រោះពួកគេគិតថាយើងនឹងមិនផុតពូជទេទោះបីជាវាបានកាត់ឡើងក៏ដោយវានឹងមានរយៈពេលរាប់រយឆ្នាំទៀតចាប់ពីពេលនេះទៅពួកគេជឿថាអ្នកដែលពិតជាត្រូវការជំនួយគឺអ្នកដែលនៅជុំវិញខ្លួនពួកគេដែលកំពុងរងទុក្ខវេទនាពលចាក់ចេញបន្ទាប់ពីចាញ់ក្នុងលទ្ធផលមួយបីធ្វើឲ្យ Chen Yellen ខូចចិត្តយ៉ាងខ្លាំងពលបានដើរលើផ្លូវចូលទៅក្នុងបន្ទប់សុវត្ថិភាពប៉ុន្តែមុនពេលគាត់ទៅឆ្ងាយគាត់ស្រាប់តែផ្លាស់ប្ដូរចិត្តប្រញាប់ចេញពីផ្លូវរួមក្រោមដីបន្ទាប់មកពលនិងចេញយូឡានបានសហការគ្នាជួយអ្នកដែលរស់នៅក្នុងភាពក្រីក្រប្រហែលជារហូតមកដល់ពេលនេះទីបំផុតគាត់បានដឹងថាគាត់ស្រឡាញ់អ្វីដែលខ្ញុំស្រឡាញ់ខ្ញុំធ្វើអ្វីដែលខ្ញុំធ្វើដើម្បីមានជីវិតដ៏មានន័យ